ធនាគារវិញតើមានគោលការណ៍សំខាន់អ្វីខ្លះដើម្បីធ្វើឲ្យអតិថិជនក៏ដូចជាសាធារណជននឹងកាន់តែមានទំនុកចិត្តខ្ពស់ទៅលើធនាគារវិញនេះបាទអញ្ចឹងចំណុចទី1សម្រាប់បុគ្គលិកគឺយើងបង្កើតគេហៅក្រមសីលធម៌វិជ្ជាជីវៈគឺនិយាយអំពីរបៀបដែលគាត់ត្រូវធ្វើការមួយអតិថិជនរបៀបដែលគាត់ទៅមើលទិន្នន័យរបៀបដែលគាត់ប្រស័យតាក់ទងគាត់ការពារអតិថិជនគាត់ធ្វើសពបែបយ៉ាងគឺដែលមានទំនួលខុសត្រូវខ្ពស់ទៅលើកិច្ចការងារប្រចាំថ្ងៃរបស់គាត់ចំណុចទី2យើងបានវិនិយោគច្រើនទៅលើប្រព័ន្ធតាក់ទង Cyber Security ផ្សេងៗគឺត្រូវបានការពារដោយរឹងមាំចំណុចទី3មួយទៀតយើងមានគេហៅថា monitoring មើលទៅលើសកម្មភាពរបស់អតិថិជនមើលរបស់សកម្មភាពណាដែលសង្ស័យយើងឆែកភ្លាមអញ្ចឹងចំណុចទាំងអស់ហ្នឹងហើយដែលយើងរួមផ្សំគ្នាដើម្បីបង្កើតបានជាទំនុកចិត្តរួមមួយសម្រាប់អតិថិជនបាទខ្ញុំបាទសង្ស័យបាទសូមគោរពនឹងជំរាបសួរបាទពុកម៉ែបងប្អូនជាទីគោរពនឹងជាទីមេត្រីបាទសូមស្វាគមន៍មកកាន់កិច្ចសម្ភាសពិសេសមួយបាទជាមួយខ្ញុំបាទនឹងលោកហៅប៊ុនថែដែលជាអគ្គនាយករងបាទនៃធនាគារវិញបាទហើយប្រធានបទយើងនៅថ្ងៃនេះពាក់ព័ន្ធជាមួយនឹងបាទធនាគារវិញបាទក្តារបាទបដិញ្ញាពង្រឹងទំនុកចិត្តនិងបាទស្តង់ដារការពារអតិថិជនដើម្បីជំរុញបាទក្តារកំណើនរយៈពេលយូរយ៉ាងណាខ្លះហើយធនាគារវិញបាទបានដើរតួនាទីសំខាន់អ្វីខ្លះក្នុងការចូលរួមចំណែកបាទរុញច្រានកំណើនបាទវិស័យហិរញ្ញវត្ថុក៏ដូចជាសេដ្ឋកិច្ចបាទជាតិយ៉ាងណាខ្លះទៅជុំវិញនឹងបញ្ហានេះបាទលោកហៅប៊ុនថែដែលជាអគ្គនាយករងបាទនៃធនាគារវិញនឹងបកស្រាយលម្អិតអំពីប្រធានបទនេះបាទជំរាបសួរបាទលោកហៅប៊ុនថែបាទអរគុណណាស់លោកដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការផ្ដល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Digital Cambo Nomish បាទហើយប្រធានបទយើងនៅថ្ងៃនេះពាក់ព័ន្ធជាមួយនឹងបាទធនាគារវិញបដិញ្ញាពង្រឹងទំនុកចិត្តអតិថិជនក៏ដូចជាបាទការស្តង់ដារការពារអតិថិជនយ៉ាងណាខ្លះដើម្បីជំរុញឲ្យបាទធនាគារវិញនឹងមានកំណើនរយៈពេលយូរហើយជាដំបូងមុននឹងចូលដល់ប្រធានបទលម្អិតខ្ញុំចង់ដឹងអំពីវិស័យធនាគារនៅក្នុងប្រទេសកម្ពុជាបន្តិចលោកគាត់សម្គាល់ឃើញវិស័យធនាគារនិងហិរញ្ញវត្ថុនៅប្រហែលឆ្នាំចុងក្រោយនេះមានការលូតលាស់បាទយ៉ាងណាខ្លះទៅបាទសុខភាពល្អប្រសើរទេបាទលោកប៊ុនថែបាទសូមអញ្ជើញបាទអរគុណច្រើនចំពោះលោកសឿនសាយដែលបានលើកនៅសំណួរដ៏មានសារៈសំខាន់នេះឡើងជាការពិតបើយើងក៏លេចមើលឆ្នាំ2025មានបញ្ហាប្រឈមច្រើនសម្រាប់សេដ្ឋកិច្ចជាតិយើងក៏ដូចជាបញ្ហាសម្រាប់ពិភពលោកដូចគ្នាដែរអញ្ចឹងនៅក្នុងឆ្នាំ2025យើងមានប្រឈមមុខច្រើនទី1គឺយើងមើលទៅលើតកតងជាមួយនឹងបញ្ហាសង្គ្រាមរ៉ាំរ៉ៃនៅរុស្ស៊ីជាមួយអ៊ុយក្រែនបាទហើយចំណុចទី2គឺតកតងជាមួយនឹងភាពមិនប្រកបវិជ្ជារបស់ពន្ធបដិការរបស់សហរដ្ឋអាមេរិកដាក់មកលើយើងហ្នឹងដំបូងឡើយគាត់ឡើងទៅ 49% ដល់ពេលហើយបានចរចាមានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាលយើងក៏ឃើញថាយើងបានបញ្ចុះបានដល់ 19% វិញក៏ជាការល្អប្រសើរជួយចំពោះសេដ្ឋកិច្ចជាតិយើងដែរហើយក៏យើងមានបញ្ហាប្រឈមមួយទៀតគឺបញ្ហារឿងការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងថៃជាមួយកម្ពុជាយើងដូចគ្នាប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងឃើញមានបញ្ហាប្រឈមហ្នឹងក៏ប្រព័ន្ធធនាគារយើងក៏នៅបង្ហាញពីភាពរឹងមាំពីភាពធន់ដោយសារតែមានការដឹកនាំដ៏ច្បាស់លាស់របស់ខាងធនាគារជាតិនៃកម្ពុជាដែលគាត់បានធ្វើដាក់យន្តការសំខាន់ជាច្រើនជាពិសេសគឺការតាមដានគ្រប់ធនាគារទាំងអស់គាត់គឺតាមដានតាំងពីប្រចាំថ្ងៃប្រចាំអាទិត្យប្រចាំខែបើមានបញ្ហាគាត់ចុះទៅជួយភ្លាមចំណុចនេះហើយដែលធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់យើងគឺរឹងមាំអញ្ចឹងបើយើងមើលទៅលើតួលេខនៅដែលយើងទៅតែទទួលបានដែលខាងអគ្គនាយកដ្ឋានត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាទៅតែចេញការវិថ្មីនេះសម្រាប់របាយការណ៍ប្រចាំឆ្នាំយើងឃើញថាសុខភាពហិរញ្ញវត្ថុរបស់ប្រទេសជាតិយើងគឺលក្ខណៈរឹងមាំល្អបើយើងមើលទៅលើប្រាក់បញ្ញើរបស់អតិថិជនយើងឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់គឺឡើងរហូតដល់65.7 billion ដុល្លារសហរដ្ឋអាមេរិកស្មើនឹង 14.7% វាជាចំណុចមួយដែលល្អមានន័យថាទោះបីជាយ៉ាងណាក៏ដោយទំនុកចិត្តរបស់អតិថិជនមកកាន់ប្រព័ន្ធធនាគារយើងនៅរឹងមាំ
យើងឃើញមានការកំណើន ខ្ញុំទៅតែផ្សាយព័ត៌មានមួយដែរពាក់ព័ន្ធជាមួយនឹង65 billion 65,000 លានដែលចំនួននៃអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារទាំងអស់ប្រហែលវាប្រហាក់ប្រហែលគ្នាដែរទាំងអ្នកដាក់ប្រាក់បញ្ញើហើយនិងដាក់អ្នកខ្ចីវាប្រហាក់ប្រហែលគ្នាដែរឬក៏យ៉ាងម៉េចដែរបាទ បាទតកតងមួយចំណុចនេះគឺផាក់ផាលនឹងយើងឃើញថាបើប្រាក់កម្ចីវិញគេហៅទំហំអន្តទានដែលធនាគារប្រព័ន្ធធនាគារយើងបញ្ចេញទៅសាធារណជនគឺមានចំនួន63,000 លានដុល្លារសហរដ្ឋអាមេរិកអញ្ចឹងវាប្រហាក់ប្រហែលគ្នានឹងអ្នកដាក់ផ្ញើហើយនឹងយើងឲ្យទៅកម្ចីទៅវិញហើយតិន្នន័យហ្នឹងគឺកើនឡើងដូចគ្នាគឺកើនឡើង 4% ដែរទោះបីយើងមានបញ្ហាប្រឈមរឿងដែលខ្ញុំបានជំរាបជូនមិញហ្នឹងអញ្ចឹងរឿងតាំងពីពន្ធបដិការសហរដ្ឋអាមេរិកតាំងពីរឿងទំនាស់ព្រំដែនតាំងពីរឿងសង្គ្រាមរ៉ាំរ៉ៃរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនក៏យើងនៅតែអាចបញ្ចេញអន្តទានបានដែរហើយទោះបីជាយើងឃើញមានស្ថានភាពដែលយើងឃើញថាអន្តទានមិនដំណើរការក៏វាមានការកើនឡើងបន្តិចបន្តួចប៉ុន្តែវិស័យធនាគារនៅតែរឹងមាំនៅតែអាចបញ្ចេញអន្តទានចំពោះអតិថិជនបានបន្ថែមទៀតដោយឡែកចំពោះចំណុចមួយទៀតដែលចំណុចសំខាន់ដែរយើងនិយាយអំពីបើយើងនិយាយពីវិស័យធនាគារយើងនិយាយអំពីទ្រព្យសកម្មសរុបរបស់ធនាគារអញ្ចឹងទ្រព្យសកម្មសរុបរបស់វិស័យធនាគារមានរហូតដល់101,000 លានដុល្លារសហរដ្ឋអាមេរិកអញ្ចឹងមានទំហំធំបើសិនបើយើងធៀបជាមួយឆ្នាំ2024មានកំណើនរហូតដល់ 10% អញ្ចឹងសច្ចនករទាំងអស់នេះគឺជាចំណុចមួយដែលបង្ហាញពីភាពរឹងមាំភាពធន់របស់ប្រព័ន្ធធនាគាររបស់យើងមួយទៀតបើយើងងាកមករកមើលលើបញ្ហាសប្តាហ៍ថ្ងៃដែលយើងមើលឃើញទៅលើប្រព័ន្ធ Digital នៅពេលដែលធនាគារជាតិនៃកម្ពុជាក៏លោកដាក់ឲ្យដំណើរការប្រព័ន្ធបាគងយើងឃើញថាមានការប្រើប្រាស់គ្រប់គ្រងយ៉ាងផុសផុលដូចគ្នាអញ្ចឹងបើតាមរបាយការណ៍ដែលទៅតែចេញថ្មីហ្នឹងយើងមានគណនីដែលអ្នកប្រើប្រាស់រហូតដល់7.18 លានគណនីចង់ច្រើនជាងចំនួនប្រជាជនយើងទៀតបាទអញ្ចឹងមានន័យថាម្នាក់អាចមានគណនីមួយច្រើនជាងមួយនៅតាមស្ថាប័នហើយបើយើងមើលគណនីវាជាចំណុចមួយប៉ុន្តែបើយើងមើលទំហំនៃការទូទាត់ឬក៏ចំនួនប្រតិបត្តិការទូទាត់មានរហូតដល់ 2.2 លានប្រតិបត្តិការក្នុងមួយឆ្នាំហើយកំណើនរហូតដល់ 80% ពីឆ្នាំ2024មកអញ្ចឹងមានន័យថាវាជាចំណុចមួយខ្លាំងមែនតើបើយើងមើលទៅលើប្រតិបត្តិការនឹងវិញគឺក្នុងម្នាក់លោកសឿនសែនឬក៏ខ្ញុំអញ្ចឹងទូទាត់ជាមធ្យមប្រហែលជាខ្ទង់10ប្រតិបត្តិការក្នុងមួយខែបើតាមមើលទិន្នន័យនេះអញ្ចឹងមានន័យថាបើយើងមើលទៅលើភាពយើងចង់និយាយអំពីបរិយាបន្ន Digital របស់ប្រជាជនប្រទេសកម្ពុជាយើងគឺមានការកើនឡើងគួរឲ្យកត់សម្គាល់អញ្ចឹងក៏ខ្ញុំយល់ឃើញថាវាជាសច្ចនករមួយដែលបង្ហាញថាយើងនឹងអាចបោះជំហានឆ្ពោះទៅកាន់សេដ្ឋកិច្ច Digital យ៉ាងលឿននៅពេលដែលយើងឃើញពីស្ថានភាពរញ្ញវត្ថុពីស្ថានភាពសញ្ញនករដែលយើងទើបតែទទួលបានរបាយការណ៍ថ្មីនេះបាទអរគុណណាស់នៅចម្លើយដ៏ក្បោះក្បាយរបស់លោកហៅប៊ុនថែយ៉ាងណាក៏ដោយចុះលោកគឺជាអ្នកហិរញ្ញវត្ថុបាទដែលមានបទពិសោធន៍ជាង20ឆ្នាំហើយច្បាស់ណាស់លោកប្រកាសជាមានការស្រាវជ្រាវច្រើនអំពីបញ្ហានៅក្នុងវិស័យហិរញ្ញវត្ថុនឹងដើរតួនាទីសំខាន់អ្វីខ្លះក្នុងការចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិយើងនៅក្នុងប្រមាណឆ្នាំចុងក្រោយនេះបាទលោកប៊ុនថែអាចជម្រាបខ្លីៗបន្តិចបានទេបាទចំណុចសំខាន់ទី1គឺយើងតាក់ទងជាមួយនឹងការផ្ដល់អនុទានទៅកាន់បងប្អូនប្រជាពលរដ្ឋជាពិសេសម្ចាស់អាជីវកម្មពេលដែលម្ចាស់អាជីវកម្មត្រូវការគាត់មានផែនការអាជីវកម្មល្អហើយគាត់អាចនឹងមានទុនមិនគ្រប់គ្រាន់អញ្ចឹងគាត់អាចទៅរកប្រព័ន្ធធនាគារដើម្បីខ្ចីប្រាក់ដើម្បីទទួលបានទុនបន្ថែមដើម្បីទៅវិនិយោគអញ្ចឹងពេលដែលគាត់វិនិយោគគាត់នឹងទទួលប្រាក់ចំណូលបន្ថែមគាត់អាចបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានផ្សេងទៀតហើយជាពិសេសនៅពេលដែលយើងផ្ដល់ប្រាក់កម្ចីរាជរដ្ឋាភិបាលក៏មានការគាំទ្រច្រើនដែរគឺនៅលើវិស័យអត្ថភាពដូចជាវិស័យខាងកសិកម្មវិស័យ SME ដែលជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ចជាតិដែលជាចំណុចមួយសំខាន់វិស័យធនាគារជាអ្នកផ្ដល់ទុនខាងវិស័យឯកជនវិស័យផ្សេងដែលគាត់ជាអ្នកមានចំណេះដឹងគាត់មានរបៀបធ្វើយើងផ្ដល់ទុនបូកបញ្ចូលគ្នាគឺជាការជួយគ្រោងសេដ្ឋកិច្ចជាតិយើងឲ្យរីកចម្រើនហ្នឹងចំណុចទី1ចំណុចទី2គឺវិស័យធនាគារវាជាអន្តរការីហិរញ្ញវត្ថុគឺជាការភ្ជាប់គ្នារវាងអ្នកដែលមានលុយនៅសល់លុយមិនដឹងធ្វើអីគាត់យកទៅដាក់ជាសន្សំនៅធនាគារអញ្ចឹងសន្សំយើងផ្ដល់ជាការប្រាក់ជូនទៅវិញហើយដល់ពេលយើងយកលុយហ្នឹងទៅភាគីម្ខាងទៀតគាត់អាចខ្ចីដើម្បីយកទៅប្រើទុន
យកទៅបង្វិលទៅធ្វើប្រតិបត្តិការដែលបង្កើនជាសកម្មភាពសេដ្ឋកិច្ចរបស់យើងអញ្ចឹងធនាគារយើងដើរតួនាទីសំខាន់សម្រាប់ជំរុញវិស័យសេដ្ឋកិច្ចអរគុណណាស់ឥឡូវនេះយើងក៏លេចមកមើលធនាគារវិញម្ដងដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅក្នុងប្រជាជាតិកម្ពុជាបាទជិត20ឆ្នាំហើយនៃវត្តមានរបស់ធនាគារវិញបើខ្ញុំមិនច្រឡំទេមិនអញ្ចឹងឯលោកប៊ុនថែបាទធនាគារវិញនឹងបានដើរតួនាទីសំខាន់អ្វីខ្លះក្នុងការចូលរួមចំណែករុញច្រានវិស័យហិរញ្ញវត្ថុធនាគារនិងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាយើងនិយាយជារួមហើយដល់ឡែកតើវាចូលរួមចំណែកអ្វីខ្លះក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនោះបាទអូជាសំណួរល្អដែរព្រោះវិញយើងបានបង្កើតឡើងដំបូងនៅឆ្នាំ2008អញ្ចឹងប្រហែលជាក្នុង17 18ឆ្នាំហើយបាទបង្កើតឡើងដំបូងយើងអត់ទាន់ខ្លាយជាធនាគារទេអញ្ចឹងយើងបង្កើតឡើងដំបូងយើងមានចក្ខុវិស័យមួយច្បាស់លាស់គឺយើងប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុ Digital ដើម្បីជួយបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាបើយើងមើលមែនតើកាលពីមុនគឺអ្វីដែលយើងបង្កើតឡើងហ្នឹងគឺយើងបានធ្វើកែប្រែទម្លាប់នៃការផ្ទេរប្រាក់របស់បងប្អូនប្រជាពលរដ្ឋកាលពីមុនគឺផ្ទេរប្រាក់តាមរយៈតាក់ស៊ីតាមរយៈមិត្តភ័ក្តិតាមរយៈប្រព័ន្ធមួយដែលអត់សុវត្ថិភាពពេញនិយមណាវិញហ្នឹងកាលបាទអញ្ចឹងយើងធ្វើប្រព័ន្ធមួយឲ្យមានសុវត្ថិភាពខ្ពស់ហើយរហ័សទាន់ចិត្តទាន់ពេលវេលាដែលយើងអាចផ្ទេរពីមួយទៅមួយបានគ្រប់ខេត្តក្រុងទាំងអស់តាមរយៈភ្នាក់ងារយើងមានជាង12000កន្លែងទូទាំងប្រទេសអញ្ចឹងដែលជាចំណុចសំខាន់មួយសួរថាកន្លែងហ្នឹងយើងជួយសេដ្ឋកិច្ចអីខ្លះគ្រាន់តែជាជួយសម្រួលក្នុងការរយៈពេលនៃការទូទាត់ហ្នឹងវាជួយទំហំមួយដ៏ធំបាត់ហើយចំណុចទី2ភ្នាក់ងារយើងគាត់មានចំណូលបន្ថែមសម្រាប់ជាជីវភាពប្រចាំថ្ងៃរបស់គាត់ចំណុចផ្សេងទៀតដែលយើងមានច្រើនយើងមានប្រព័ន្ធទូទាត់យើងមានយើងហៅថាពាណិជ្ជករដែលទទួលការទូទាត់ហ្នឹងមានជាង200,000កន្លែងទូទាំងប្រទេសបាទដែលអាចទទួលការទូទាត់ QR code ដែលយើងគ្រប់គ្រងជាមួយនឹងកំណត់ដូចដើមរបស់ធនាគារជាតិនៃកម្ពុជាគឺយើងប្រើប្រព័ន្ធបាគងយើងអាចទទួលការទូទាត់គ្រប់ធនាគារទាំងអស់បានចូលក្នុងប្រព័ន្ធទូទាត់ហ្នឹងយើងមានភ្ជាប់ជាមួយនឹងគេហៅថាក្រុមហ៊ុនសាជីវកម្ម corporate ជាង600សាជីវកម្មដែលសម្រាប់ជួយសម្រួលក្នុងការប្រមូលសាច់ប្រាក់ត្រឡប់មកវិញរបស់គាត់នៅទូទាំងប្រទេសព្រោះភ្នាក់ងារយើងមានទូទាំងប្រទេសគ្រប់ខេត្តក្រុងទាំងអស់តំបន់ដាច់ស្រយាលក៏យើងមានដែរចំណុចមួយផ្សេងទៀតដែលយើងបានធ្វើជាដៃគូជាមួយរដ្ឋាភិបាលជាពិសេសនៅពេលដែលយើងខ្លាយជាធនាគារពាណិជ្ជនេះយើងបានចុះកិច្ចព្រមព្រៀងជាអនុសារណៈនៃការយោគយល់គ្នាជាមួយនឹងក្រសួងស្ថាប័នមួយចំនួនជាពិសេសលើកជាមួយនឹងក្រសួងកសិកម្មបាទគឺយើងផ្ដល់ជាអនុទានជូនចំពោះសហគមន៍កសិករដើម្បីគាត់យកសាច់ប្រាក់កម្ចីដើម្បីទៅពង្រីកការដាំដុះរបស់គាត់ពង្រីកអាជីវកម្មរបស់គាត់បន្ថែមទៅមុខទៀតបន្ថែមទៀតដែលជំរុញឲ្យសេដ្ឋកិច្ចជាតិយើងក៏រីកចម្រើនដែរមួយទៀតក៏យើងធ្វើការជាមួយនឹងខាងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រនិងនវានុវត្តន៍ផ្ដល់ប្រាក់កម្ចីដល់គេហៅថាសហគ្រាសខ្នាតតូចនិងមធ្យមនៅលើទៅអត្រាការប្រាក់សមរម្យដើម្បីឲ្យគាត់អាចបរិយាអាជីវកម្មរបស់ព្រួយសហគ្រាសខ្នាតតូចនិងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិនៅពេលគាត់បានទទួលទុនគាត់យកចំណេះជំនាញគាត់បូកមួយទុនដើម្បីពង្រីកមុខរបរបានការងារធ្វើផ្ដល់ការងារដល់ប្រជាជនយើងហើយក៏យើងអាចនឹងមានកំណើនសេដ្ឋកិច្ចទៅតាមនឹងដូចគ្នាអញ្ចឹងជាលទ្ធផលបើយើងមើលទៅលើរយៈពេល17ឆ្នាំដែលយើងធ្វើមកនេះកំណើនរបស់យើងគឺបើយើងមើលឆ្នាំ2025ប្រាក់កម្ចីយើងគឺកើនឡើងរហូតដល់ 2.3 លានដុល្លារសហរដ្ឋអាមេរិកមិញហ្នឹងយើងនិយាយពីវិស័យទាំងមូលកើនដល់ 4% ទេតែសម្រាប់វិញយើងកើនដល់ 77% ឆ្នាំ2025ចំណែកឯយើងនិយាយពីប្រាក់បញ្ញត្តិជនយើងកើនឡើងរហូតដល់ 2.8 គឺមានយើងឥឡូវហ្នឹងយើងមាន 2.8 លានដុល្លារសហរដ្ឋអាមេរិកមានកំណើនរហូតទៅដល់ 56% វិស័យទាំងមូលកើនក្នុង14-15% តែសម្រាប់វិញដោយសារទំនុកចិត្តខ្ពស់យើងធ្វើមកតាំងពីមុនមកដល់ឥឡូវហ្នឹងអញ្ចឹងគ្រាន់តែឆ្នាំ2025គឺកើនដល់ 56% បើយើងមើលទ្រព្យសកម្មរបស់យើងវិញគឺឥឡូវហ្នឹងយើងមានរហូតដល់ 3.7 លានដុល្លារសហរដ្ឋអាមេរិកហើយមានកំណើនរហូតទៅដល់ 50% បាទអរគុណណាស់លោកប៊ុនថៃដែលបានឆ្លើយនៅសំណួរយ៉ាងក្បោះក្បាយជាមួយនឹងបញ្ហានេះបាទចំណែកធនាគារវិញតើមានគោលការណ៍សំខាន់អ្វីខ្លះដើម្បីធ្វើឲ្យអតិថិជនក៏ដូចជាសាធារណជននឹងកាន់តែមានទំនុកចិត្ត
ខ្ពស់ទៅលើធនាគារវិញបាទលោកសូមអញ្ជើញបាទ អរគុណច្រើនបើយើងចាប់ដើមនិយាយអំពីទំនុកចិត្តអតិថិជនគឺជារឿងមួយសំខាន់ហើយទំនុកចិត្តនេះវាកើតមានដែលយើងធ្វើគឺរៀងរាល់ថ្ងៃរៀងរាល់ថ្ងៃតាំងពីពេលយើងកកើតដំបូងព្រោះយើងចាត់ទុកអតិថិជនគឺជាចំណុចមួយសំខាន់ទំនុកចិត្តអតិថិជនជារឿងសំខាន់ព្រោះដោយសារវិស័យធនាគារបើសិនបើយើងអត់មានទំនុកចិត្តពីអតិថិជនទេគេមិនអាចយកសាច់ប្រាក់យកលុយទាំងលានគេយកមកផ្ញើជាមួយយើងឬក៏ទទួលប្រាក់កម្ចីពីយើងអញ្ចឹងដែលចំណុចនេះហើយដែលខាងថ្នាក់ដឹកនាំតាំងពីភាគទុននិកថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គឺយើងចាត់ទុកទំនុកចិត្តអតិថិជននិងកិច្ចការពីអតិថិជនជារឿងសំខាន់បំផុតអញ្ចឹងសួរថានៅខាងវិញយើងធ្វើអីខ្លះសម្រាប់កិច្ចការពីអតិថិជនអញ្ចឹងចំណុចទី1សម្រាប់បុគ្គលិកគឺយើងបង្កើតគេហៅក្រមសីលធម៌វិជ្ជាជីវៈគឺនិយាយអំពីរបៀបដែលគាត់ត្រូវធ្វើការជាមួយអតិថិជនរបៀបដែលគាត់ទៅមើលទិន្នន័យរបៀបដែលគាត់ប្រស័យតាក់ទងរបៀបដែលគាត់ថ្មីក្រោយកុំឲ្យគាត់មានទំនាស់ផលប្រយោជន៍គាត់ការពារអតិថិជនគាត់ធ្វើសពបែបយ៉ាងគឺដែលមានទំនួលខុសត្រូវខ្ពស់ទៅលើកិច្ចការងារប្រចាំថ្ងៃរបស់គាត់អាហ្នឹងដែលជាចំណុចសំខាន់ដែលយើងចែងនៅក្នុងក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកហើយក្រមសីលធម៌ហ្នឹងទៀតគឺយើងត្រូវការបរិញ្ញាពួកគាត់បង្រៀនពេលដែលបុគ្គលិកចូលដំបូងគឺយើងត្រូវឲ្យគាត់រៀនអាហ្នឹងឲ្យចេះសិនប្រឡងឲ្យជាប់បើរៀនហើយប្រឡងអត់ជាប់ពីក្រមសីលធម៌ហ្នឹងទេអត់អាចចូលធ្វើការបានទេមានបុគ្គលិកថ្មីមិនត្រឹមបុគ្គលិកថ្មីបុគ្គលិកចាស់ក៏ដូចគ្នាដែរគឺប្រចាំឆ្នាំត្រូវតែរៀនក្រមសីលធម៌វិជ្ជាជីវៈហ្នឹងចំណុចទី2យើងបានវិនិយោគច្រើនទៅលើប្រព័ន្ធធ្វើមិនកណោឲ្យប្រព័ន្ធរបស់យើងគឺមានលក្ខណៈថាយើងចង់និយាយថាមានការការពារគឺតកតង cyber security ផ្សេងគឺយើងត្រូវបានការពារដោយរឹងមាំអញ្ចឹងគ្រប់ផ្នែកទាំងអស់បើសិនបើខ្ញុំអាចជាក់ជូនបាននៅធនាគារវិញយើងមានប្រព័ន្ធការពាររហូតដល់15 layer អូវាគ្រប់ផ្នែកទាំងអស់មុំតមក5 10ស្ទប់ឆ្លងមួយដល់មួយឆ្លងមួយតម្រាំទៅដល់ core system ហ្នឹងគឺចង់ដល់15ស្ទប់ដើម្បីយើងមើលហ្នឹងចំណុចទី3មួយទៀតក៏យើងមើលទៀតដែរថាយើងមានគេហៅថា monitoring គឺមានន័យថាមើលទៅលើសកម្មភាពរបស់អតិថិជនមើលរបស់សកម្មភាពណាដែលសង្ស័យយើងឆែកភ្លាមយើងមាននយោបាយជាមួយនឹងប្រព័ន្ធគឺនៅពេលដែលមានកិច្ចសង្ស័យយើងខលតែអតិថិជនភ្លាមថាអតិថិជនបានធ្វើនឹងអត់បើអត់ទេយើងប្លុកភ្លាមតែម្ដងចំណុចសំខាន់ហ្នឹងមួយទៀតនៅពេលដែលអតិថិជនមានបញ្ហាមានអីផ្សេងដែលត្រូវការប្រស័យតាក់ទងមួយធនាគារយើងបង្កើតជា channel ហៅ channel ឬក៏មធ្យោបាយច្រើនដើម្បីតាក់ទងមកទី1គឺអាចតាមរយៈ hotline call hotline ភ្លាមយើងអាចសួរសំណួរក៏បានមានបញ្ហាចោទជាមួយបញ្ហាគណនីរបស់យើងឬក៏មានបញ្ហាដែលយើងគិតថាសង្ស័យថាមានការកេងបន្លំឬអីផ្សេងគាត់អាច call មកភ្លាមប៉ុន្តែមួយទៀតយើងទៅតែធ្វើថ្មីនេះគឺគាត់អាច call តាមរយៈ app បើគាត់មាន Wing Bank app គាត់អាច call តាមរយៈ app អត់អស់លុយទេអស់តែ Data Mobile តែគាត់មានហ្នឹងគាត់ call មកគាត់ប្រស័យតាក់ទងបានអញ្ចឹងទាំងអស់នឹងយើងបង្កើតជា channel គ្រប់ channel ទាំងអស់ធ្វើម៉េចឲ្យអតិថិជនគាត់ជឿជាក់គាត់គិតថាពេលដែលគាត់មានបញ្ហាគឺយើងអាចជួយគាត់បានដោះស្រាយបញ្ហាជូនគាត់បានចំណែកចំណុចមួយទៀតដែលយើងនិយាយអំពីការផ្ដល់ប្រាក់កម្ចីមិនមែនតែយើងចេះតែផ្ដល់ឲ្យគាត់ទេយើងត្រូវតែមើលវាតម្លៃរបស់គាត់ឲ្យសមរម្យធ្វើឲ្យប្រកាសថាគាត់ពិតជាអាចមានលទ្ធភាពសងមើលទៅលើអាជីវកម្មរបស់គាត់តែគាត់មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មនឹងអត់អញ្ចឹងចំណុចទាំងអស់ហ្នឹងហើយដែលយើងរួមផ្សំគ្នាដើម្បីបង្កើតបានជាទំនុកចិត្តមួយរួមមួយសម្រាប់អតិថិជនរបស់យើងអរគុណណាស់លោកប៊ុនថែដែលបានបញ្យល់ឡើងយ៉ាងក្បោះក្បាយតែម្ដងពាក់ព័ន្ធជាមួយនឹងបញ្ហាមួយនេះហើយយើងឃើញថាដោយដែលបានដឹងធនាគារវិញទើបតែទទួលបានពានរង្វាន់កម្រិតមាសបាទក្នុងការការពារបាទអតិថិជនបាទគេហៅថា client បាទគេថា protection បាទគេថា standard award ហើយតើការទទួលបានពានរង្វាន់ហ្នឹងមានសារៈសំខាន់យ៉ាងដូចម្ដេចខ្លះទៅសម្រាប់ធនាគារវិញខ្លួនឯងហ្នឹងនិយាយជារួមនិយាយដោយឡែកតើវាមានសារៈសំខាន់យ៉ាងណាខ្លះទៅសម្រាប់វិស័យធនាគារហិរញ្ញវត្ថុទាំងមូលនោះបាទលោកប៊ុនថែបាទអូអរគុណច្រើនយើងពិតជាសប្បាយចិត្តដែរដែលយើងកាលពីខែ2ថ្មីហ្នឹងទើបបានទទួលពានរង្វាន់មួយយើងហៅថាពានរង្វាន់សម្រាប់កិច្ចការពារអតិថិជនដែលជាពានរង្វាន់មាសពានរង្វាន់ហ្នឹងគឺធំជាងគេបំផុតហើយសម្រាប់កិច្ចការពារអតិថិជនហ្នឹង
ពីក្រុមហ៊ុន MFO ដែលគាត់មានបទពិសោធន៍វិតម្លៃទៅលើកិច្ចការពីអតិថិជនហ្នឹងជាង20ឆ្នាំជាង20ឆ្នាំហើយគាត់ធ្វើជាង110ប្រទេសនៅជុំវិញពិភពលោកដូចគ្នាអញ្ចឹងគាត់ប្រើស្តង់ដារគាត់ខ្ពស់ក្នុងការវិតម្លៃមុននឹងគាត់បកគលពៀនមួយហ្នឹងគឺវិតម្លៃយ៉ាងលម្អិតមែនទែនធ្វើការមួយគ្នាខ្ទង់2-3 ខែទម្រាំបានពៀនហ្នឹងអញ្ចឹងសួរថាពៀនហ្នឹងបង្ហាញពីអីពៀនហ្នឹងបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគាររបស់បុគ្គលិកគ្រប់ជាន់ថ្នាក់រហូតដល់ថ្នាក់ដឹកនាំរហូតដល់ភាគទនិកជាការបដិញ្ញាចិត្តមួយដើម្បីកិច្ចការពារអតិថិជនហ្នឹងសម្រាប់វិញគឺជាមោទនភាពមួយដែលយើងធ្វើការយើងទទួលបានពៀនយើងទទួលបានការទទួលស្គាល់មិនគឺជាទទួលស្គាល់លក្ខណៈសកលអញ្ចឹងសម្រាប់វិស័យទាំងមូលវិញយ៉ាងម៉េចវិញសម្រាប់ធនាគារទាំងមូលគឺជាផ្នែកមួយដែលបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអតិថិជនរបស់យើងអញ្ចឹងនៅក្នុងពៀនហ្នឹងអ្វីដែលចំណុចសំខាន់ជាងគេបំផុតគឺមាន3ចំណុចនៅក្នុងហ្នឹងចំណុចទី1គឺយើងធ្វើកិច្ចការងារគ្រប់បែបយ៉ាងដើម្បីការពារទិន្នន័យរបស់អតិថិជនធ្វើមិនក៏ដោយកុំឲ្យទិន្នន័យអតិថិជនបាត់ឬក៏លេចលឺឬក៏ឲ្យមានផ្សេងព្រោះប្រព័ន្ធធនាគារជាប្រព័ន្ធមួយដែលសម្ងាត់លក្ខណៈឯកជនភាពរបស់អតិថិជនចំណុចទី1ចំណុចទី2គឺយើងបង្ហាញអំពីវិស័យយើងដូចគ្នាគឺនិយាយអំពីការទទួលខុសត្រូវក្នុងការចេញប្រាក់កម្ចីព្រោះអីយើងមានលុយឲ្យទៅគេខ្ចីក៏មិនយើងមិនត្រូវតែឲ្យទៅគេខ្ចីគ្រប់គ្នាដែរគឺយើងត្រូវមានបច្ចេកទេសមានការផ្ដល់ប្រាក់កម្ចីទៅតាមបច្ចេកទេសទៅតាមវិជ្ជាជីវៈដើម្បីកាត់បន្ថយទៅលើបំណុលវណ្ឌកព្រោះឥឡូវបំណុលវណ្ឌកគឺជារឿងមួយដែលសំខាន់ដែលជាប្រធានបទមួយដៅកគុកដែរនៅក្នុងប្រទេសយើងអញ្ចឹងសម្រាប់ពៀនមួយនេះសម្រាប់យើងហៅថាក្រមសីលធម៌វិជ្ជាជីវៈអញ្ចឹងដោយសារយើងឃើញពីចំណុចហ្នឹងហើយបានក្នុងវិស័យធនាគារយើងក្នុងវិស័យហិរញ្ញវត្ថុគឺមានសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏ដូចជាសមាគមធនាគារនៅកម្ពុជាបានរួមគ្នាដើម្បីធ្វើម៉េចដើម្បីបង្ហាញថាយើងទប់ទាំងអស់គ្នាលក្ខណៈជាធ្លុងមួយជារួមគ្នាក្នុងប្រទេសយើងរួមគ្នាមួយដើម្បីបង្ហាញថាយើងគឺកាត់បន្ថយឬក៏យើងផ្ដល់នៅប្រាក់កម្ចីទៅកាន់ប្រជាជនយើងដោយមានទំនួលខុសត្រូវខ្ពស់អញ្ចឹងបាននៅឆ្នាំ2022ហ្នឹងគឺយើងរួមគ្នាហ្នឹងបង្កើតបានជាយើងហៅថាក្រមសីលធម៌វិជ្ជាជីវៈសម្រាប់វិស័យធនាគារវិស័យហិរញ្ញវត្ថុយើងហ្នឹងអញ្ចឹងក្នុងក្រមហ្នឹងវានិយាយបាននិយាយច្រើនណាតាំងពីកិច្ចការពីអតិថិជនតាំងពីយើងនិយាយអំពីថាតើយើងផ្ដល់ប្រាក់កម្ចីដោយទំនួលខុសត្រូវរបៀបម៉េចយើងត្រូវតែមានតម្លាភាពជាមួយនឹងអតិថិជនយើងមិនចេះតែចាប់បង្ខំអតិថិជនខ្ចីលុយយើងចេះតែឃើញគាត់នេះយើងចេះឲ្យខ្ចីទេមើលខ្ចីតាមលទ្ធភាពគាត់អាចធ្វើទៅបានយើងមើលទៅលើចំណុចផ្សេងទៀតហើយទាំងអស់ហ្នឹងដែលយើងបានរួមគ្នាកាលពីឆ្នាំ2022ហ្នឹងគឺយើងដាក់អនុវត្តជា guideline គឺជាគោលការណ៍អនុវត្តទាំងអស់គ្នាអញ្ចឹងបានយើងដើម្បីមើលលើប្រសិទ្ធភាពនៃការអនុវត្តយើងត្រូវទៅរកភាគីដែលជាអ្នកមានជំនាញដើម្បីវិតម្លៃលើការអនុវត្តហ្នឹងអញ្ចឹងយើងបាននៅឆ្នាំ2023ក៏ខាងធនាគារវិញក៏អញ្ជើញមុនហ្មងគឺយើងអញ្ជើញលក្ខណៈជាវាយតម្លៃដើម្បីរកភាពចន្លោះប្រហោងក្នុងការអនុវត្តអញ្ចឹងគឺយើងក៏ឃើញដែរធម្មតាអនុវត្តដំបូងវាមិនអាចអត់ខ្ចោះទេអញ្ចឹងគាត់មកវាតម្លៃដំបូងគាត់ថាអូខេយើងនៅខ្វះខាតចំណុច1 2 3អញ្ចឹងទៅអញ្ចឹងក៏យើងកែលម្អបន្ថែមឆ្នាំ2025ហ្នឹងយើងកែលម្អច្រើនលើចំណុចដែលគាត់រកឃើញចំណុចខ្វះខាតហ្នឹងហើយក៏យើងអញ្ជើញគាត់មកវាយតម្លៃម្ដងទៀតនៅចុងឆ្នាំ2025ក៏យើងឃើញថាអ្វីយើងបានខិតខំប្រឹងប្រែងធ្វើបានល្អទាំងអស់ហើយលើសពីការរំពឹងទុករបស់គាត់ទៀតអញ្ចឹងបានគាត់ចេញពៀនមាសឲ្យយើងហ្នឹងសូមឲ្យលោកប៊ុនថែលំអិតខ្លីៗបន្តិចពាក់ព័ន្ធជាមួយតើគណៈកម្មការដូចជាស្ថាប័នអន្តរជាតិដែលគេវាយតម្លៃមកលើធនាគារវិញនេះគេមើលទៅលើអ្វីគេវាយតម្លៃទៅលើចំណុចអីខ្លះខ្លីខ្លឹមសំខាន់ដែលឲ្យគេហៅថាកម្រិតមាសយ៉ាងដូចនេះនោះពានរង្វាន់នោះបាទនៅលើការវាយតម្លៃហ្នឹងតើពិតវាយតម្លៃច្រើនមែនតើបើសិនបើយើងមើលលើអ្វីដែលគាត់វាយតម្លៃគាត់យកការអនុវត្តនៅក្រៅប្រទេសអនុវត្តជាលក្ខណៈស្តង់ដារពិភពលោកទាំងអស់ហ្នឹងយកមកបំបែកជាចំណុចតូច
ហើយមកភាពធៀបគ្នាថាយើងអនុវត្តបានកំណត់ណាជាមួយនឹងស្តង់ដារហ្នឹងទីមួយបើយើងមើលទៅលើគោលវិញមានន័យថាបើយើងនិយាយពីក្រមសីលធម៌គឺយើងនិយាយអំពីចំណុចមួយសំខាន់គឺនិយាយអំពីការផ្ដល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវខ្ពស់បាទចំណុចហ្នឹងអញ្ចឹងក្នុងការផ្ដល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវខ្ពស់ហ្នឹងយ៉ាងម៉េចពេលដែលយើងជួបជាមួយនឹងអតិថិជនគឺយើងវាតម្លៃត្រឹមត្រូវរបស់គាត់មានន័យថាគាត់ទីមួយគឺមើលលទ្ធភាពគាត់ដែរមិនចេះតែបខំគាត់ឲ្យខ្ចីទេដែលខ្ញុំបានជំរាបជូនលើកមុននឹងអញ្ចឹងដែលយើងក៏មានកូដគេហៅថាក្រមសីលធម៌វិជ្ជាជីវៈហ្នឹងអញ្ចឹងវាតម្លៃនឹងហើយមួយទៀតអ្វីដែលចំណុចសំខាន់មួយទៀតគឺត្រូវតែបញ្យល់អតិថិជនឲ្យយល់ច្បាស់អំពីគ្រប់ខ្លឹមសារគ្រប់ខចែងទាំងអស់នៅក្នុងកិច្ចសន្យាខ្ចីហ្នឹងដើម្បីគាត់មើលព្រោះយើងចង់ដានតម្លាភាពជាអ្វីដែលយើងធ្វើឲ្យមានតម្លាភាពមុននឹងគាត់ចុះផ្តិតមេដាយឬក៏ចុះកិច្ចសន្យាជាមួយយើងហ្នឹងសូម្បីតែយើងនិយាយអំពីតម្លៃមានន័យថាជាការប្រាក់ក៏ត្រូវប្រាប់ទៅគាត់ឲ្យដឹងដែរចំនួនទឹកប្រាក់ដែលគាត់ត្រូវបង់ប្រចាំខែប្រហែលបង់ប្រចាំឆ្នាំប្រហែលបើបង់យឺតក៏ត្រូវពិនិត្យអីខ្លះត្រូវតែបង្ហាញប្រាប់គាត់ឲ្យដឹងចំណុចមួយទៀតនៅពេលដែលយើងនិយាយអំពីទំនួលខុសត្រូវនៃការផ្ដល់ប្រាក់កម្ចីហ្នឹងមានតែឲ្យទៅខ្ចីឧទាហរណ៍លោកស៊ឿនសានត្រូវការដើម្បីខ្ចីឧទាហរណ៍ទៅទិញផ្ទះអញ្ចឹងក៏យើងត្រូវតែតាមដានថាពិតជាទៅទិញផ្ទះមែនអត់អ្នកខ្លះគាត់ខ្ចីទិញផ្ទះមែនតែមិនតែគាត់យកទិញផ្ទះគាត់យកទិញដីគាត់យកទិញអីផ្សេងខុសពីកម្មវត្ថុនៃការខ្ចីដំបូងហ្នឹងអាហ្នឹងក៏ជាចំណុចសំខាន់ដែរព្រោះបើសិនបើធនាគារឬក៏ស្ថាប័នហិរញ្ញវត្ថុគាត់បានតាមដានយកចិត្តទុកដាក់តាក់ទងជាមួយនឹងរឿងគេថាគោលដៅនៃការប្រើប្រាស់ប្រាក់កម្ចីទេគាត់ប្រើប្រាស់ប្រាក់កម្ចីខុសគោលដៅក៏ជាចំណុចមួយដែលធ្វើឲ្យបំណុលវ៉ាន់កនឹងដូចគ្នាបាទចំណុចទាំងអស់ហ្នឹងចំណុចទី2ដែលយើងនិយាយពីចំណុចសំខាន់ដែរនៅក្នុងកិច្ចការពីអតិថិជនគឺរឿងការពារទិន្នន័យរបស់អតិថិជនកុំឲ្យមានបញ្ហាធ្វើមិនក៏ដោយអតិថិជនគាត់គេហៅថា data privacy គឺឯកជនភាពរបស់ទិន្នន័យអតិថិជនបាទផ្សេងទៀតគឺតកតងចំណុចស្ទូចដែររឿងតម្លាភាពវាតកតងជាមួយនឹងរឿងយើងតែងតែមានតំណែងរបស់អតិថិជនជាប្រចាំបើអតិថិជនមានបញ្ហាអីក៏អតិថិជនភាសាជាមួយយើងមុនបើយើងដោះស្រាយយើងជួយដោះស្រាយឲ្យទាន់ពេលវេលាចំណុចទាំងអស់ហ្នឹងតែជាចំណុចសំខាន់នៅក្នុងកិច្ចការពីអតិថិជនដែលយើងទទួលបានបាទមួយទៀតគឺទុននឹងរឹងមាំបាទទុនរឹងមាំនៅពេលដែលគាត់ប្រើឲ្យត្រូវគោលដៅចំណូលមកវិញត្រឡប់មកវិញវាជួយសម្រាប់សេដ្ឋកិច្ចជាតិយើងដូចគ្នាបាទតើសមិទ្ធផលថ្មីនេះវាដើរទន្ទឹមវាស្របពេលដែលវាស្របទៅតាមយុទ្ធសាស្ត្រផែនការរបស់ធនាគារវិញនៅក្នុងរយៈពេលវិញមែនដែរឬយ៉ាងម៉េចដែរទៅបាទសម្រាប់វិញតើតើជាមួយកិច្ចការពីអតិថិជនវាជាចំណុចមួយសំខាន់ដែលយើងដាក់ជាគោលការណ៍គ្រឹះរបស់យើងសម្រាប់រៀបចំយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីធ្វើទីមួយគឺពង្រឹងទំនុកចិត្តរបស់អតិថិជនជារឿងមួយសំខាន់បំផុតសម្រាប់វិញតាមរយៈយើងធ្វើឲ្យមានទំនុកចិត្តចំណុចទី2គឺនៅពេលដែលយើងឃើញថាអតិថិជនយើងមានកាន់តែមានសុវត្ថិភាពនិងរឹងមាំផ្នែកហិរញ្ញវត្ថុគឺ return មានន័យថាជាចំណូលមកយើងវិញក៏រឹងមាំយូរអង្វែងសម្រាប់យើងដូចគ្នាចំណុចមួយទៀតដែលចំណុចសំខាន់យើងនិយាយអំពីការផ្ដល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវអាហ្នឹងក៏ជាចំណុចមួយជាហៅថាយុទ្ធសាស្ត្ររយៈពេលយូររបស់វិញដែរដែលវាសមស្របជាមួយនឹងកិច្ចការពីអតិថិជនដូចគ្នាបើយើងឲ្យទៅអតិថិជនដែលមានទំនួលខុសត្រូវយើងវាតម្លៃគាត់សមស្របគាត់យកទៅប្រើត្រូវគោលដៅអញ្ចឹងហានិភ័យនៃការមិនទូទាត់ត្រឡប់មកវិញក៏វាទាបដែរអញ្ចឹងក៏វាធ្វើឲ្យការរីកចម្រើនការទទួលបានជោគជ័យរបស់ធនាគារវិស័យធនាគារយើងក៏រឹងមាំក៏ដូចជារឹងមាំសម្រាប់សេដ្ឋកិច្ចជាតិយើងទាំងមូលដូចគ្នាបាទលោកបន្ថែក៏ដឹងខ្ញុំក៏ដឹងដែរពាក់ព័ន្ធជាមួយនឹងកីឡាវិស័យបច្ចេកវិទ្យាកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងហើយក៏មានការប្រើប្រាស់យ៉ាងទូលំទូលាយទៅទៀតបាទចំពោះធនាគារវិញតើបានបើថាចាប់យកបាទគេហៅថាបច្ចេកវិទ្យាថ្មីក្នុងការចូលរួមចំណែកជួយប្រព័ន្ធធនាគារនឹងឲ្យមានគេថាសុវត្ថិភាពកុំឲ្យមានហានិភ័យយ៉ាងណាខ្លះទៅបាទសម្រាប់លោកប៉ុនថែសម្រាប់វិញគឺយើងតែងតែធ្វើការប្រមាណមើលទៅមុខជានិច្ចថាតើអតិថិជនលោកត្រូវការអីអញ្ចឹងយើងទីមួយគឺយើងត្រូវតែប
បង្កើនផលិតផលផ្សេងដែលត្រូវតាមសំសពតាមតម្រូវការរបស់អតិថិជនអញ្ចឹងមុខងាររបស់ app ដែលថ្ងៃអនាគតគឺគ្រប់បែបយ៉ាងអស់គឺនៅលើតែទូរស័ព្ទដៃទូទាត់ធ្វើអីផ្សេងនៅលើទូរស័ព្ទដៃតែមួយអញ្ចឹងដែលជាចំណុចសំខាន់អញ្ចឹងគ្រប់មុខងារទាំងអស់លើទូរស័ព្ទដៃយើងនឹងបង្កើនធ្វើឲ្យបានតាមតម្រូវការរបស់អតិថិជនចំណុចទី2នៅពេលដែលប្រព័ន្ធទូទាត់កាន់តែទំនើបរឿងមួយដែលសំខាន់បំផុតគឺរឿង cyber security គឺសន្តិសុខ cyber ហ្នឹងរឿងសំខាន់មែនតើអញ្ចឹងយើងត្រូវតែវិនិយោគត្រូវតែធ្វើដើម្បីកិច្ចការពារអតិថិជនឲ្យបានល្អបំផុតគឺរឿងប្រព័ន្ធរឿងទិន្នន័យសម្រាប់អតិថិជនអញ្ចឹងធនាគារវិញកំពុងតែធ្វើនៅលើផ្លូវហ្នឹងហើយបាទនៅលើផ្លូវហ្នឹងដូចគ្នាហើយសម្រាប់ security ក៏ជាចំណុចសំខាន់ទៀតគឺរឿងយើងហៅថាណែនាំអតិថិជនឲ្យដឹងពី cyber security នៅពេលអតិថិជនគាត់យល់ដឹងពី cyber security គាត់ចេះការពារខ្លួនយើងការពារមួយផ្នែកខាងក្រោយតែគាត់ត្រូវការពារខ្លួនឯងដូចគ្នាបាទអរគុណណាស់នៅចំណុចដ៏ខ្លីខ្លឹមបាទឃើញថាម៉ោងយើងបាទជិតអស់ពេលទៅហើយខ្ញុំសូមសំណួរចុងក្រោយពាក់ព័ន្ធជាមួយតើលោកហៅប៊ុនថែមានអ្វីជាសារផ្ដាំផ្ញើទៅកាន់អតិថិជនក៏ដូចជាសាធារណជនឲ្យមានគេថាជំនឿចិត្តទុកចិត្តទៅលើធនាគារវិញយ៉ាងដូចម្ដេចខ្លះទៅបាទអញ្ចឹងអរគុណច្រើនជាចុងក្រោយក៏ខ្ញុំសូមថ្លែងអំណរគុណសម្រាប់អតិថិជនរបស់ធនាគារវិញទាំងអស់ក៏ដូចជាដៃគូទាំងអស់ដែលយើងបានធ្វើការជាមួយគ្នាដែលទុកចិត្តជាមួយធនាគារវិញរយៈពេលជាង17ឆ្នាំកន្លងមកនេះបើអត់មានអតិថិជនអត់មានដៃគូគាំទ្រសហការទេយើងក៏អត់មាននៅថ្ងៃនេះដែរចំណុចមួយផ្សេងទៀតដែលជាកិច្ចដាំផ្ញើរបស់ខ្ញុំដែរសម្រាប់កិច្ចការធ្វើអាជីវកម្មជាពិសេសក្នុងវិស័យធនាគារគឺក្រមសីលធម៌វិជ្ជាជីវៈគឺជារឿងសំខាន់ជាពិសេសសម្រាប់បុគ្គលិករបស់យើងព្រោះនៅពេលដែលយើងមានក្រមសីលធម៌វិជ្ជាជីវៈយើងធ្វើការដោយស្មោះត្រង់ធ្វើការដោយតម្លាភាពគឺភាពជឿជាក់ទំនុកចិត្តពីអតិថិជនក៏កាន់តែកើតមានដូចគ្នាចំណុចមួយផ្សេងទៀតដែលជាចំណុចមួយដែលការកត់សម្គាល់របស់ខ្ញុំដែរក្នុងវិស័យធនាគារជាពិសេសទៅលើរឿងការផ្ដល់ប្រាក់កម្ចីគឺយើងត្រូវតែផ្ដល់ប្រាក់កម្ចីយើងនៅតែបដិញ្ញាចិត្តនឹងបន្តផ្ដល់ប្រាក់កម្ចីប្រកបដោយភាពទំនួលខុសត្រូវខ្ពស់សម្រាប់អតិថិជនរបស់យើងមិនចេះតែផ្ដល់ប្រាក់កម្ចីទេមានន័យថាផ្ដល់ប្រាក់កម្ចីមើលទៅលើលទ្ធភាពរបស់អតិថិជនមើលទៅលើភាពសមស្របនៅក្នុងការប្រកបអាជីវកម្មមើលទៅលើអកប្បកិរិយារបស់គាត់តើពីការផ្សងពីការអីផ្សេងហ្នឹងរបៀបមិនដែរអញ្ចឹងចំណុចនេះគឺជាចំណុចមួយដែលសំខាន់ហើយនឹងចុងក្រោយវិញនឹងបន្តខិតខំប្រឹងប្រែងដើម្បីនាំមកនៅបច្ចេកវិទ្យាថ្មីសម្រាប់អភិវឌ្ឍវិស័យធនាគារយើងបន្តទៅមុខទៀតហើយក៏សូមអរគុណដល់ខាង Cambodia ដែលបានអនុញ្ញាតឲ្យខ្ញុំបាទនឹងក្រុមការងារនៅថ្ងៃនេះដើម្បីមកចូលរួមចែករំលែកនៅបទពិសោធន៍តាក់ទងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការពីអតិថិជនក្នុងរយៈពេល17ឆ្នាំកន្លងមកនេះបាទសូមអរគុណច្រើនបាទលោកហៅប៊ុនថែដែលជាអគ្គនាយករងនៃធនាគារវិញដែលបានផ្ដល់បទសម្ភាសន៍យ៉ាងក្បោះក្បាយជាមួយនឹងសារព័ត៌មាន Digital Cambodia បាទសួរយ៉ាងម៉េចក៏មិនចេះអស់ដែរហើយឆ្លើយយ៉ាងម៉េចក៏មិនចេះអស់ដែរសូមបញ្ចប់ត្រឹមប៉ុណ្ណឹងហើយនឹងមានឱកាសក្រោយយើងនឹងជួបគ្នាជាថ្មីម្ដងទៀតបាទសូមអរគុណច្រើនបាទសូមអរគុណបាទ